អនុទានឆាប្រកុលបានត្រឹមតែប្រាប់ទៅមីយ៉ាន់ម៉ាថាលើកក្រោយកុំបាញ់ចូលទឹកដីរបស់ខ្លួនទៀតព្យុះសង្គ្រាព្យុះរដូវក្តៅនៅប្រទេសថៃនឹងវាយប្រហារប្រទេសថៃនៅចុងសប្តាហ៍នេះពេលនេះប្រទេសថៃបាននឹងកំពុងដើរតួនាទីធ្វើជាមេអណ្ដើកសម្របសម្រួលឲ្យប្រទេសមីយ៉ាន់ម៉ាចូលក្នុងសមាជិកអាស៊ានវិញអាយ៉ាបងប្អូនបាទសូមស្វាគមន៍មកកាន់ Channel គំនិត New Channel ថ្មីរបស់ខ្ញុំបងប្អូននៅក្នុងថ្ងៃនេះថ្ងៃទី23បាទខែមេសាឆ្នាំ2026នេះខ្ញុំមានព័ត៌មានថ្មីក្តៅដើម្បីជម្រាបជូនពុកម៉ែបងប្អូនព័ត៌មានយើងគឺពាក់ព័ន្ធទៅនឹងករណីអនុទានឆាប្រកុលក៏ដូចជាព័ត៌មានពាក់ព័ន្ធទៅនឹងប្រទេសថៃទាំងអស់តែម្ដងបាទគឺជាព័ត៌មានអន្តរជាតិមែនទេតើថ្ងៃនេះគឺខ្ញុំអត់បាននៅស្ទូឌីយោរបស់ខ្ញុំទេគឺខ្ញុំចេញមកក្រៅបាទមកខាងខេត្តកំពង់ស្ពឺនេះមានតម្រាក់មកកំពង់ស្ពឺហើយក៏មិនភ្លេចទេក៏ឆ្លៀតពេលចេញជាវីដេអូមួយទៀតបាទនៅក្នុង Channel ថ្មីដើម្បីជម្រាបជូនបងប្អូនអីចឹងទៅយ៉ាងណាព័ត៌មានយើងក៏ក្តៅកគុកដែរថ្ងៃហ្នឹងបាទហើយការពីម្សិលមិញក៏ក្រសួងវប្បធម៌យើងបានចេញការប្រកាសធ្វើការតវ៉ាជាមួយនឹងខាងភាគីថៃដែលបានចូលមកពៀនលើប្រាសាទតាកបីពាក់ព័ន្ធទៅនឹងការធ្វើពិធីផ្សេងអីជាដើមហ្នឹងបាទប៉ុន្តែព័ត៌មានសម្រាប់ព្រឹកនេះខ្ញុំអត់តន់និយាយរឿងហ្នឹងទេដោយសាររឿងខ្ញុំបានផុសចូលក្នុង Channel គំនិតធំបាត់ទៅហើយអញ្ចឹងសម្រាប់គំនិត New នេះខ្ញុំផុសព័ត៌មានផ្សេងមួយទៀតបាទដើម្បីកុំឲ្យជន់គ្នាបាទឥឡូវនេះយើងងាកមកមើលព័ត៌មានពាក់ព័ន្ធទៅនឹងអនុទានឆាប្រកុលបានធ្វើការប្រាប់ទៅខាងមីយ៉ាន់ម៉ាថាកុំឲ្យបាញ់ចូលដីរបស់ខ្លួនបន្តទៀតបើមិនចឹងទេថៃបាយវិញហើយបាទប៉ុន្តែអាការគម្រាមថាបាញ់វិញហ្នឹងគឺបានត្រឹមតែគម្រាមតែប៉ុណ្្នឹងឯងបាញ់ពិតប្រាកដគឺអត់ដែលហ៊ានទេបាទកន្លងមកគឺមិនដែលឃើញថៃណាមួយហ៊ានក៏អើតជាមួយនឹងខាងមីយ៉ាន់ម៉ាទេគឺអត់ហ៊ានសោះតែម្ដងបាទបានត្រឹមតែអហញអញ្ចឹងទៅអត់មានថាចង់បាញ់វិញគឺអត់ដែលសោះតែម្ដងបាទគឺខ្លាចមីយ៉ាន់ម៉ាញញើតមីយ៉ាន់ម៉ាយ៉ាងឡើងបោះសក់បាត់ទៅហើយបាទឥឡូវនេះដើម្បីកុំឲ្យខាតពេលវេលាយូរយើងមកតាមដានព័ត៌មាននេះលើកកញ្ចក់កុំព្យូទ័រជាមួយខ្ញុំបាទទាំងអស់គ្នាបាទបងប្អូនលោកខ្ញុំសូមអានព័ត៌មាននេះជូនបងប្អូនតែម្ដងបាទបងប្អូនយើងមកមើលជាមួយខ្ញុំបាទទាំងអស់គ្នាហើយក៏សូមអធិស្ឋានបាទសម្រាប់វីដេអូនេះដែរដោយសារយើងអត់បានថតនៅស្ទូឌីយោទេគឺថតនៅបន្ទប់ខ្ញុំផ្សេងមួយទៀតទេបាទនៅខាងកំពង់ស្ពឺនេះខាងបាត់ដឹកនេះបាទឥឡូវយើងមើលព័ត៌មាននេះជាមួយខ្ញុំបាទបន្តទៀតបាទអនុទានឆាប្រកុលបានត្រឹមប្រាប់ទៅមីយ៉ាន់ម៉ាថាលើកក្រោយកុំឲ្យប្រយុទ្ធគ្នាឆ្លងចូលដីថៃទៀតក្រោយយន្តហោះមីយ៉ាន់ម៉ាបើកការទម្លាក់ក្បែកចូលដីថៃបង្កឲ្យមានការភ័យស្លន់ស្លោនិងជំលាបបរដ្ឋជាបន្ទាន់ពេលនេះអនុទានឆាប្រកុលបានចេញសេចក្តីប្រកាសក៏ដូចជាបានប្រាប់ទៅភាគីមីយ៉ាន់ម៉ាថាការប្រយុទ្ធគ្នានៅទីនោះមិនត្រូវរៀលដាលឆ្លងដែនចូលទឹកដីថៃទៀតទេអាយ៉ាបាទគឺកំពុងតែធ្វើការគម្រាមកំហែងទៅមីយ៉ាន់ម៉ាឬក៏យ៉ាងណាបាទអនុទានក៏បានថាថ្លែងក្នុងក្រសួងមហាផ្ទៃនៅថ្ងៃពុធទី22ខែមេសាឆ្នាំ2026ម្សិលមិញនឹងផ្សាយដោយកាសែតខោសុតនាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយថាលោកទទួលយកការបកស្រាយរបស់មីយ៉ាន់ម៉ាថាការប្រយុទ្ធគ្នាគឺជារឿងក្នុងប្រទេសនោះហើយគ្មានចេតនាបំពានលើដីថៃទេទោះបីជាយ៉ាងណាក៏ដោយអនុទានបានត្រឹមប្រាប់ទៅមីយ៉ាន់ម៉ាតែប៉ុណ្ណោះថាលើក្រោយការប្រយុទ្ធគ្នាមិនត្រូវប៉ះពាល់ដល់ទឹកដីថៃទេបងប្អូនអញ្ចឹងគឺអនុទានឆាប្រកុលបានត្រឹមតែប្រកាសបានត្រឹមតែប្រាប់អីប៉ុណ្្នឹងឯងបាទគឺអត់មានធ្វើអីឲ្យធំជាងហ្នឹងទេបាទហើយបានត្រឹមតែប្រកាសបានត្រឹមតែប្រាប់តែមែនតើទៅមីយ៉ាន់ម៉ាបាញ់ចង់ប៉ោងសឡុយទេបាទហើយតាមតំបន់ព្រំដែនរវាងថៃនិងមីយ៉ាន់ម៉ាហ្នឹងគឺមិនមែនរឿងទឹកតែកើតឡើងទេបើឃើញថាកើតឡើងមកច្រើនដងច្រើនលើកច្រើនសារមែនតើហើយពាក់ព័ន្ធទៅនឹងការបាញ់ប្រហារពាក់ព័ន្ធទៅនឹងការវាយហ្នឹងហើយការចុះដីថៃនេះគឺមែនតើទៅមីយ៉ាន់ម៉ាក៏បានថាក៏អត់មានគោលបំណងក្នុងការបាញ់ចុះដីថៃទេប៉ុន្តែដោយសារតែដើម្បីបង្ក្រាបក្រុមការ៉ែនក្រុមអីចឹងទៅចឹងហើយធ្វើឲ្យមានការធ្លាក់គ្រាប់មួយចំនួនចូលដីថៃបាទប៉ុន្តែពាក់ព័ន្ធទៅនឹងរឿងរ៉ាវដូចថាចង់វាយចូលដីថៃចង់បាញ់ចូលដីថៃហ្នឹងគឺថាគេគ្មានបំណងទេបាទប៉ុន្តែធៀបពិតបើតាមព័ត៌មានខ្លះគេថាថៃនឹងបានបញ្ជូនក្របបែកបានបញ្ជូនជាវត្ថុផ្សេងគឺដើម្បីជួយគ្រប់គ្រងដល់ក្រុមការ៉ែនដើម្បីធ្វើការវាយប្រហារមីយ៉ាន់ម៉ាអញ្ចឹងទៅតែព័ត៌មានពិតមិនពិតយ៉ាងណាយើងក៏មិនទាន់បានដឹងដែរព័ត៌មានហ្នឹងយើងដឹងប្រហែលជាព័ត៌មានមួយមិនជាក់លាក់ទេបាទឥឡូវនេះយើងងាកមកមើលព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងករណីថៃបានចេញមុខដើរតួនាទីធ្វើជាមេអណ្ដើកបាទដើម្បីឲ្យមីយ៉ាន់ម៉ាចូលរួមក្នុងរង្វង់គ្រួសារអាស៊ានវិញបាទនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី International បាទ
ប្រទេសថៃបានបង្ហាញគោលបំណងយ៉ាងច្បាស់ថាខ្លួនចង់ដើរតួនាទីនាំមុខក្នុងការជួយឲ្យប្រទេសមីយ៉ាន់ម៉ាអាចត្រឡប់មកទំនាក់ទំនងល្អជាធម្មតាវិញជាមួយនឹងប្លុកអាស៊ានបាទអាយ៉ាហើយចង់ដើរធ្វើជាមេអណ្ដើកឬក៏យ៉ាងណាយ៉ាងណីបាទហើយចង់ឲ្យគេចូលប៉ុន្តែខ្លួនឯងពេលនេះកំពុងតែធ្វើការឈ្លានពានទឹកដីកម្ពុជាបាទខ្លួនឯងមិនកាន់នៅសច្ចធម៌ផងហើយយើងចង់ទៅបដៅគេបាទការចុះផ្សាយកាលពីថ្ងៃទី22ខែមេសាឆ្នាំ2026 The Star បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសថៃលោកសីហស័កពងកេតកែវបានថ្លែងបែបនេះថាថ្លែងមុនជំនួបដ៏សំខាន់រវាងលោកមីនអ៊ុងលៀងដែលទើបតែឡើងតំណែងជាប្រធានាធិបតីថ្មីជាច្រើនឆ្នាំកន្លងមកនេះមីយ៉ាន់ម៉ាត្រូវបានគេផាត់ចេញពីកិច្ចប្រជុំកម្ពុជារបស់អាស៊ានបន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំ2021ដែលបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងចលាចលនិងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃលោកប្រធានាធិបតីមីនអ៊ុងលៀងដែលបច្ចុប្បន្នមានវ័យប្រមាណ69ឆ្នាំបានអង្រួនអាណាចក្របានអង្រួនអំណាចលោកកាន់តែខ្លាំងបន្ទាប់ពីសកម្មភាពបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងកម្ពុជាកាលពីខែមេសាក្នុងន័យនេះប្រទេសថៃថាវាដល់ពេលដែលត្រូវមានចំហជាក់លាក់ដើម្បីនាំមីយ៉ាន់ម៉ាមកវិញប៉ុន្តែលោកសីហស័កបានបញ្ជាក់ដែរថាដើម្បីអាចមកវិញបានមីយ៉ាន់ម៉ាខ្លួនឯងត្រូវតែបង្ហាញសកម្មភាពឆ្លើយតបទៅនឹងក្តីកង្វល់របស់សមាជិកអាស៊ានផងដែរជាពិសេសគឺការបញ្ឈប់អំពើហិង្សានិងការបើកផ្លូវឲ្យមានការចរចាសន្តិភាពអញ្ចឹងបានន័យថាពេលថៃកំពុងតែបដៅមីយ៉ាន់ម៉ាឯបាទឲ្យមីយ៉ាន់ម៉ាហ្នឹងមានការស្រឡាញ់ប្រជាជនឲ្យមីយ៉ាន់ម៉ាហ្នឹងស្រឡាញ់សន្តិភាពអីចឹងទៅបាទទាំងខ្លួនឯងពេលនេះកំពុងតែធ្វើការឈ្លានពានទឹកដីកម្ពុជាបាទថៃនេះចេះតែមានហ្មងបាទមិនដែលឃើញបណ្ណាគេអញ្ចឹងទេខ្ញុំបាទកន្លងមកវិបត្តិនៅមីយ៉ាន់ម៉ាប្រៀបដូចជាជំងឺឈឺក្បាលដ៏រ៉ាំរ៉ៃសម្រាប់អាស៊ានព្រោះថ្នាក់ដឹកនាំយោធាតែងតែសន្យាខ្យល់ហើយមិនសូវអនុវត្តផែនការសន្តិភាពដែលព្រមព្រៀងគ្នានោះទេបណ្ដាប្រទេសលោកខាងលិចមួយចំនួនបានរិះគន់ថាការបោះឆ្នោតនៅមីយ៉ាន់ម៉ាគ្រាន់តែជាការរៀបចំដើម្បីបន្តអំណាចយោធាប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃបានមើលឃើញចំណុចវិជ្ជមានខ្លះដែរដូចជាការដោះលែងទោសរាប់ពាន់នាក់និងការកាត់បន្ថយទោសដល់លោកស្រីអ៊ុងសានស៊ូជីជាដើមលោកសីហស័កសង្ឃឹមថាសកម្មភាពបែបនេះនឹងមានកាន់តែច្រើនថែមទៀតដើម្បីបើកផ្លូវជំនួបដូចជាបើកផ្លូវជំនួយមនុស្សធម៌ពីខាងប្រទេសផ្សេងអីចឹងទៅចំណុចឯលោកមីនលៀងវិញនៅក្នុងថ្ងៃឡើងជាតំណែងលោកប្រកាសថាអត្ថភាពចម្បងរបស់លោកគឺស្ដារសន្តិភាពនិងផ្សះផ្សាជាតិឡើងវិញរួមទាំងការកែលម្អទំនាក់ទំនងជាមួយនឹងអន្តរជាតិនិងអាស៊ានផងដែរលោកថែមទាំងបានបកដៃហៅក្រុមប្រដាប់អាវុធប្រឆាំងលោកឲ្យមកអង្គុយតុចរចានៅចុងខែកក្កដាខាងមុខនេះទៅផងយ៉ាងណាមិញផ្លូវឆ្ពោះទៅរកសន្តិភាពហាក់នៅវែងឆ្ងាយនៅឡើយដោយសារតែក្រុមឧទាមសំខាន់ចំនួន2បានបដិសេធការអញ្ជើញភ្លាមខណៈដែលមេដឹកនាំអាស៊ានក្រុងនឹងជួបប្រជុំគ្នានៅហ្វីលីពីននៅចុងខែខាងមុខនេះដើម្បីបន្តដូចជាដើម្បីពិភាក្សាបន្តលើបញ្ហាដ៏ស្មុគស្មាញមួយនេះផងដែរបងប្អូននេះគឺជាព័ត៌មានពាក់ព័ន្ធទៅនឹងថៃបាទចង់ដើរតួនាទីក្នុងការជួយឲ្យមីយ៉ាន់ម៉ាហ្នឹងគឺវិលទៅរកអាស៊ានវិញឬក៏ចូលក្នុងសមាជិកអាស៊ានវិញអីចឹងទៅបងប្អូនដឹងហើយកន្លងមកគឺនៅមីយ៉ាន់ម៉ាហ្នឹងគឺតែងតែមាននៅចំនួនគេថាសង្គ្រាមស៊ីវិលណាបាទមីយ៉ាន់ម៉ាដូចជាការ៉ានហ្នឹងការ៉ានពីដើមឡើយគឺទឹកដីមីយ៉ាន់ម៉ាទេប៉ុន្តែពេលនេះការ៉ានគេបានប្រកាសថាគេគឺជាប្រទេសមួយដាច់ដោយឡែកហើយគេមិនមែនជាប្រទេសក្នុងទឹកដីមីយ៉ាន់ម៉ាទេអញ្ចឹងហើយកាលពីមួយថ្ងៃមុនហ្នឹងក៏មីយ៉ាន់ម៉ាបានធ្វើការបាញ់ប្រហារបន្ថែមមកលើប្រទេសការ៉ានហ្នឹងហើយមានការធ្លាក់គ្រាប់មួយចំនួនជុតដីថៃធ្វើឲ្យមានចលាចលអីអញ្ចឹងទៅបាទឥឡូវនេះយើងងាកមកមើលព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងករណីថៃត្រៀមខ្លួនទទួលខ្យល់ព្យុះខែប្រាំងថែមទៀតនិងវាយប្រហារដល់ចុងសប្តាហ៍ក្រោយនេះបាទអញ្ចឹងវាបាត់ធ្ងន់ធ្ងរនៅថៃក៏កំពុងតែធ្ងន់ដែរជាពិសេសពាក់ព័ន្ធទៅនឹងព្យុះពាក់ព័ន្ធទៅនឹងព្យុះរដូវក្តៅហ្នឹងឯងបាទមិនបងប្អូនបានឃើញព័ត៌មានពាក់ព័ន្ធទៅនឹងព្យុះរដូវក្តៅហ្នឹងគឺកំពុងតែវាយប្រហារប្រទេសថៃនេះខ្លាំងមែនទែន
មិនថាជាអគីភ័យទេហើយសំបីតែខ្យល់ព្យុះខ្យល់កន្ត្រាក់ហ្នឹងក៏មានដែរចឹងអាព្យុះរដូវក្តៅនេះគឺមិនធម្មតាទេបាទមានតាំងពីផ្ទះបាញ់ទៅទៅណោះហើយថៃគឺបានជួបនៅបញ្ហានេះច្រើនណាស់បាទជាពិសេសពាក់ព័ន្ធទៅនឹងភ្លៀងផ្គររន្ទះឬឡំគ្នាខ្យល់កន្ត្រាក់ហ្នឹងបងប្អូនចឹងព័ត៌មាននៅព្រឹកនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះបាទមិនបានជាក្បាស់ក្បាយទេបាទហើយណាមួយយើងខ្ញុំរៀនរវល់ដែរមែនទែនទៅវីដេអូនេះខ្ញុំធ្វើនៅពេលយប់ទេយប់ម្សិលមិញហើយខ្ញុំត្រៀមទុកផុសនៅព្រឹកថ្ងៃទី22នេះតែម្ដងបាទអញ្ចឹងព័ត៌មាននេះគឺខ្ញុំបានរៀបចំការប្រយុទ្ធថ្ងៃទី22ខែមេសាឆ្នាំ2026បាទហើយផុសនៅព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2026គ្នាថាឡូវយប់ហើយមែនទែនទៅពេលនេះម៉ោងចូលមកដណ្ដប់ពីដណ្ដប់យប់ហើយបាទហើយបើសិនជាផុសពេលហ្នឹងក៏បងប្អូនយើងអត់បានមើលដែរឡើយជាប់គេងអញ្ចឹងគឺស្រេចចិត្តថាចាំផុសព្រឹកតែម្ដងបាទគឺព្រឹកថ្ងៃទី23ខែមេសាឆ្នាំ2026តែម្ដងបងប្អូនចឹងព័ត៌មាននៅព្រឹកនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះពាក់ព័ន្ធទៅនឹងព័ត៌មានដែលអនុទានចម្រកុលបានធ្វើការប្រាប់ទៅមីយ៉ាន់ម៉ាឲ្យលកួយកុំឲ្យបាញ់ចូលដីរបស់ខ្លួនដូចជាព័ត៌មានពាក់ព័ន្ធទៅនឹងថៃសម្រាប់សំណួរមួយមីយ៉ាន់ម៉ាចង់ឲ្យមីយ៉ាន់ម៉ាចូលសមាជិកអាស៊ានវិញហ្នឹងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀត